Hello សួស្តីអ្នកទាំងអស់គ្នាខ្ញុំបាទអ៊ីគីរ៉ូហើយថ្ងៃនេះដែរខ្ញុំលើកយករឿងណាមួយមកសម្រាប់ជូនអ្នកទាំងអស់គ្នាទស្សនាដែលរឿងមួយនេះដែរមានចំណងជើងថាសាលារបស់វីរៈបុរសនេះគឺជាការធ្វើវីដេអូលើកដំបូងរបស់ខ្ញុំចឹងហើយបើមានកន្លែងណាខុសឆ្គងឬក៏ពាក្យសម្ដីកន្លែងណាដែលមិនសមរម្យអីសូមអ្នកទាំងអស់គ្នាអធិស្ឋានហើយនឹងអភ័យទោសដល់រូបខ្ញុំផងបាទចឹងហើយកុំអាតខាពេលយូរតើយើងចាប់ផ្ដើមនៅសាច់រឿងយើងតែម្ដងទៅសាច់រឿងបានចាប់ផ្ដើមនៅកន្លែងមួយដែលយើងក៏បានឃើញនៅបុរសពីរនាក់ដែលកំពុងឈរតតាំងគ្នារៀបនឹងប្រយុទ្ធគ្នានឹងឯងមុននឹងការប្រយុទ្ធបានចាប់ផ្ដើមបុរសម្នាក់ដែលដូចជាស្ដេចបិសាចហ្នឹងគាត់ក៏បាននិយាយទៅកាន់បុរសម្នាក់ទៀតថាប្រសិនបើឯងបរាជ័យក្នុងការសម្លាប់យើងនោះពិភពលោកមួយនេះនឹងមកដល់ទីបញ្ចប់ហើយវីរៈបុរសដ៏អស្ចារ្យបន្ទាប់ពីស្ដាប់ពីគេនិយាយហើយវីរៈបុរសរបស់យើងនឹងគាត់ក៏បានឆ្កើនៅដុំថ្មទូចមួយរួចគាត់ក៏បាននិយាយថានេះគឺជាអ្វីដែលខ្ញុំមានស្ដេចបិសាចបន្ទាប់ពីឃើញបែបហ្នឹងហើយគាត់ក៏បានប្រើធម៌ពលដ៏ខ្លាំងរបស់គាត់នឹងបង្កើតទៅជាដុំឯកផ្កាយមួយយ៉ាងធំរួចគាត់ក៏បានយកវានឹងទៅវាប្រហាររបស់វីរៈបុរសរបស់យើងនឹងឯងបន្ទាប់ពីឃើញស្ដេចបិសាចវាប្រហារមកកាន់គាត់ហើយគាត់ក៏បានបញ្ចូលធម៌ពលទៅកាន់ដុំថ្មទូចរបស់គាត់នឹងរួចគាត់ក៏បានគប់វាទៅទប់ទល់ជាមួយនឹងដុំឯកផ្កាយរបស់ស្ដេចបិសាចដែលបានបញ្ជាមកវាប្រហារគាត់នឹងឯងបន្ទាប់ពីដុំថ្មមួយនឹងបានហោះទៅប៉ះទង្គិចជាមួយនឹងដុំឯកផ្កាយដ៏ធំនឹងហើយវាក៏បានផ្ទុះនេះក៏បានបញ្ជាក់យ៉ាងដឹងថាធម៌ពលរបស់ពួកគេទាំងពីរគឺមិនចាញ់គ្នាប្រមាណនោះឡើយបន្ទាប់ពីសេះខ្មែរបានរសាទបាត់ទៅវីរៈបុរសរបស់យើងនឹងក៏បាននិយាយទៅកាន់ស្ដេចបិសាចថាវាគ្រប់គ្រាន់ហើយជាមួយនឹងទង្វើដ៏ថោកទាបរបស់ឯងយើងត្រូវបានដោះស្រាយបញ្ហាមួយនេះម្ដងហើយម្ដងទៀតនៅក្នុងថ្ងៃនេះពួកយើងត្រូវតែដោះស្រាយបញ្ហាមួយនេះឲ្យបានចប់សពគ្រប់ទៅបន្ទាប់ពីស្ដាប់ឮបែបហ្នឹងហើយស្ដេចបិសាចក៏បាននិយាយថាល្អណាស់ល្អខ្លាំងណាស់អធិស្ឋានផងអ្នកទាំងអស់គ្នាព្រោះថាពាក្យពេចន៍មួយចំនួនហ្នឹងគឺខ្ញុំអ្នកបន្ថែមបន្ថយដល់ខ្លួនឯងព្រោះថាសាមតិថលដែលបកប្រែមកហ្នឹងគឺវាអត់តំណងទេចឹងហើយខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងយោគយល់នៅត្រង់ចំណុចមួយហ្នឹងកុំឲ្យអស់កន្លះយុះតើយើងស្ដាប់សាច់រឿងយើងបន្តបន្ទាប់ពីស្ដេចបិសាចបាននិយាយសរសើរទៅកាន់វីរៈបុរសរបស់យើងហើយហ្នឹងគាត់ក៏បានបញ្ចេញធម៌ពលដ៏ខ្លាំងរួចគេក៏បានចូលទៅវាយប្រហារវីរៈបុរសរបស់យើងតែម្ដងរីឯខាងវីរៈបុរសរបស់យើងហ្នឹងក៏មិនទុកយូររកឲ្យជួបប្អូនមិនដែរគាត់ក៏បានបញ្ចេញនូវស្នេហានាគរីរបស់គាត់ហ្នឹងហក់ចូលទៅលបឿនលឿនដូចជារន្ទះធម៌ពលរវាងអ្នកខ្លាំងនិងអ្នកខ្លាំងប៉ះគ្នាគ្មានខ្ទេចអ្វីក្រៅពីដីនឹងទេបន្ទាប់ពីប្រយុទ្ធគ្នាអស់មួយសន្ទុះធំហើយភាគីទាំងសងខាងគឺអស់កម្លាំងរៀងខ្លួនតែម្ដងរួចពួកគេក៏បានប្រើកម្លាំងដែលនៅសល់បន្តិចបន្តួចហ្នឹងដើរទៅរកគ្នារួចក៏បានចាក់សម្លាប់គ្នាមួយអ្នកមួយដើរតែម្ដងបន្ទាប់ពីត្រូវម្នាក់ម្ដងហើយនោះពួកគេក៏បានទន់ជង្គង់ទៅលើដីលទ្ធផលចុងក្រោយគឺពួកគេស្មើគ្នានឹងឯងតែហេរ៉ូយើងក៏សប្បាយចិត្តដែរដោយសារតែបញ្ហាគ្រប់យ៉ាងគឺត្រូវបានបញ្ចប់សាច់រឿងក៏បានកាត់មកមួយរយៈក្រោយមកយើងក៏បានឃើញនៅសាលាមួយដែលមានសិស្សជាច្រើនដែលកំពុងតែរាក់ទាក់គ្នានៅពេលនោះផងដែរយើងក៏បានឃើញនៅក្មេងប្រុសម្នាក់ដែលក៏មានឈ្មោះថាប៉ឡែតគាត់សប្បាយចិត្តនៅពេលដែលគាត់បានចូលរៀននៅសាលាហេរ៉ូមួយកន្លែងព្រោះថាគាត់អាចរស់នៅធ្វើជាមនុស្សធម្មតាហើយនឹងអាចរកបានមិត្តភ័ក្តិបានច្រើនផងដែរនៅពេលនោះគាត់ក៏បានដើររាក់ទាក់ទៅកាន់សិស្សគ្រប់គ្នាដែលគាត់បានឃើញនៅពេលនោះគាត់ក៏បានចាប់អារម្មណ៍នៅសិស្ស4នាក់ដែលកំពុងឈរសម្លឹងមកមើលគាត់នៅពេលដែលឃើញបែបនេះគាត់ក៏បានចូលទៅណែនាំខ្លួនប្រាប់ពួកគេថាគាត់មានឈ្មោះថាប៉ឡែតពួកគេដែលបានឃើញបែបហ្នឹងហើយគេក៏បានណែនាំឈ្មោះទៅប្រាប់ប៉ឡែតរបស់យើងវិញផងដែរប្រុសមានឈ្មោះថា Cashin និង Clay រីឯស្រីមានឈ្មោះថា Claire និង Jessica នៅពេលដែលបានណែនាំឈ្មោះប្រាប់គ្នាហើយពួកគេក៏បានសុំប៉ឡែតរបស់យើងនឹងធ្វើជាមិត្តគាត់ក៏បានយកព្រមទៅពួកគេភ្លាមនៅពេលនេះគាត់ពិតជាសប្បាយចិត្តខ្លាំងមែនទែនដោយសារតែគាត់នឹងបានរាប់អានមិត្តភ័ក្តិចំនួន4នាក់ហើយនៅពេលនោះសិស្សកំពូលនៅក្នុងសាលាមួយនឹងក៏បានមកដល់ហើយនាងមានឈ្មោះថា Anne Fleming ពេលនោះមិត្តភ័ក្តិរបស់គាត់នឹងក៏បានប្រាប់ទៅប៉ឡែតថានៅពេលដែលជួបនាងអីធ្វើសភាពទៅព្រោះថានាងគឺជាសិស្សកំពូលនៅក្នុងថ្នាក់មួយនឹងប៉ឡែតរបស់យើងគាត់ខ្វល់ទេគឺគាត់បានតណែនាំឈ្មោះប្រាប់នាងតែម្ដងហើយអានេះរបស់យើងនឹងគាត់ក៏ឆ្ងល់ដែរហើយក៏គាត់សួរថាតើគាត់នឹងគឺជាអ្នកណាហើយអ្វីបានជានាងមិនដែលឃើញគាត់នៅក្នុងសាលាមួយនឹងអញ្ចឹងនៅពេលនោះ Claire ក៏បានប្រាប់ទៅអាណេថាប៉ឡែតរបស់យើងនឹងគាត់គឺជាសិស្សថ្មីដែលទៅតែផ្លាស់មកសាលារបស់យើងនឹងឯងនៅពេលនោះអាណេក៏បានគិតថាវារៀងចម្លែកបន្តិចនៅពេលនោះនាងក៏បាននិយាយទៅកាន់ប៉ឡែតរបស់យើងថាសាលាមួយនេះជ្រើសរើសតែបុគ្គលណាដែលមានបំណងប្រាថ្នាចង់ក្លាយជាហេរ៉ូការពារពិភពលោកនេះតែប៉ុណ្ណោះហើយជាធម្មតាសាលាមិនអនុញ្ញាតឲ្យបុគ្គលណាដែលចុះឈ្មោះយឺតចូលរៀននោះទេគាត់ក៏បាននិយាយទៅកាន់អាណេថាគាត់នឹងគ្មានបំណងចង់ក្លាយជាហេរ៉ូអីទេគាត់ចូលមកកាន់សាលានេះគាត់តែចង់ធ្វើជាមនុស្សធម្មតានិងចង់រាប់អានមិត្តភ័ក្តិឲ្យបានច្រើនតែប៉ុណ្ណោះវាធ្វើឲ្យអាណេចង់ដឹងពីការតាំងចិត្តរបស់គាត់តែប៉ឡែតគាត់មិនខ្វល់ឬក៏បានសុំឲ្យនាងជូនគាត់ទៅការិយាល័យរបស់នាយកសាច់រឿងក៏បានកាន់មកនៅក្នុងការិយាល័យរបស់នាយកគ្រាន់តែអាណេបើកទ្វារចូលមកភ្លាមនាងក៏បានលើកជង្គង់ភ្លាមព្រោះថាអ្នកដែលនាងបានឃើញហ្នឹងគឺមិនមែនជានាយកទេគាត់គឺជាស្ដេចតែប៉ឡែតរបស់យើងហ្នឹងគឺគាត់អត់ខ្វល់ទេគាត់បានដើរទៅមុខដូចជាធម្មតាតម្រូវឲ្យអាណេរបស់យើងហ្នឹងប៉ឡែតមកសុំអភ័យទោសទៅកាន់ស្ដេចដែលប៉ឡែតហ្នឹងគាត់ធ្វើអាកប្បកិរិយាដែលមិនសមរម្យតែស្ដេចគាត់មិនប្រកាន់ទេហើយស្ដេចក៏ដឹង
ដឹងដែរថាអាណេសហ្នឹងគឺជាសិស្សកំពូលនៅក្នុងសាលាគាត់ក៏បានប្រាប់ទៅពួកគេថាគាត់នឹងដើរតួនាទីគឺជានាយកសាលាថ្មីតាមលើបែបនេះហើយធ្វើឲ្យអាណេសរំភើបចិត្តជាខ្លាំងប៉ុន្តែស្ដេចក៏បាននិយាយទៅអាណេសថាឲ្យនាងចេញទៅក្រៅសិនទៅគាត់ចង់និយាយតែពីអ្នកបលែតទេពេលនោះអាណេសរបស់យើងហ្នឹងក៏បានលួចតូចចិត្តហើយក៏ឆ្ងល់เลยថាមិនបានបលែតរបស់យើងហ្នឹងមានភាពតាក់ទាញទៅកាន់ស្ដេចតែយើងក៏បានដឹងដែរថាបលែតរបស់យើងហ្នឹងគាត់គឺជា Great Hero នឹងឯងនៅពេលនោះស្ដេចក៏ចង់ជួយគាត់ដើម្បីស្ដារធម៌ពលរបស់គាត់ត្រឡប់មកវិញតែបលែតរបស់យើងហ្នឹងគាត់អត់យកព្រមទេគាត់ថាគាត់ចង់រស់នៅធ្វើជាមនុស្សធម្មតាណាមួយស្ដេចបិសាចបានស្លាប់បាត់ទៅហើយចឹងហើយគាត់មិនចាំបាច់ធ្វើជា Great Hero អីនឹងអីទៀតទេតែស្ដេចនៅតែទទួលចង់ជួយគាត់រួចក៏បានហៅគាត់ថាជា Great Hero អ្នកគ្នាឆ្ងល់ថា Great Hero នឹងគឺជាអ្នកណាគឺជាវីរបុរសដែលនៅដើមសាច់រឿងរបស់យើងនឹងឯងប៉ុន្តែខ្ញុំសុំហៅថាជា Hero វិញព្រោះថាពាក្យ Hero នឹងវាស្រួលនិយាយជាងពាក្យវីរបុរសសាច់រឿងក៏បានកាន់មកនៅកន្លែងវឹកហាត់មួយកន្លែងនៅពេលនោះផងដែរយើងក៏បានឃើញ Blade របស់យើងនឹងក៏បានដើរចូលមកនៅពេលនោះធ្វើឲ្យ Agnes របស់យើងនឹងពិតជាឆ្ងល់ជាខ្លាំងហើយល្បីបាន Blade អាចចូលមកបានព្រោះថានេះគឺជាថ្នាក់កម្រិតខ្ពស់ហើយ Blade របស់យើងក៏បាននិយាយបញ្ជាក់ទៅថាគាត់បានប្រឡងថ្នាក់កម្រិតទៀតចប់ហើយគេបានបញ្ជូនគាត់មកកន្លែងនេះនឹងឯងតែ Agnes របស់យើងនោះក៏គាត់អត់បានជឿ Blade ទេឬក៏បានចោទទៅកាន់ Blade ថាបានប្រើវិធីសាស្ត្រមិនសមរម្យមួយចំនួននឹងដើម្បីបានចូលមកថ្នាក់កម្រិតខ្ពស់នេះទៀតផង Agnes នឹងក៏បាននិយាយទៅកាន់ Blade ទៀតថាគាត់នឹងមិនសមរៀននៅថ្នាក់នេះតាំងពីដំបូងដោយសារតែគាត់នឹងមិនមានចិត្តច្បាស់លាស់ទៅទេសោះហើយ Blade គាត់ក៏បានបញ្ជាក់ថាគាត់នឹងពិតជាចង់បង្កើតមិត្តនៅក្នុងសាលាមួយនេះពិតមែនពេលដែលនិយាយហើយ Blade របស់យើងនឹងក៏បានតណានាំឈ្មោះប្រាប់ពួកគេទាំងអស់គ្នាតែម្ដងពេលដែល Agnes បានឃើញបែបហ្នឹងគេក៏បានស្រែកទៅកាន់ Blade ថាឲ្យគាត់នឹងមកស្ដាប់នាងនៅពេលនោះ Blade របស់យើងនឹងគាត់ក៏បានយកដៃទៅឯក្បាលរបស់នាងដោយសារតែនាងអៀនពេកនឹងនាងក៏បានដកដៃកាប់ Blade មួយដែរសំណាងល្អ Blade របស់យើងក៏បានហក់កិច្ចផុតដែលធ្វើឲ្យចំហាយដៅមួយនោះទៅបំផ្លាញជញ្ជាំងដែលនៅខាងក្រៅនឹងគឺអស់មួយដុំតែម្ដងពេលនោះនាងក៏បាននិយាយទៅកាន់ Blade ថាលោកក្រោយកុំធ្វើបែបនឹងដាក់នាងដោយសារនាងនឹងអត់ចូលចិត្តទេនោះយើងក៏បានឃើញនៅក្មេងស្រីម្នាក់បានដើរចូលមករួចគេក៏បានប្រាប់ថាគ្រូចង់ឲ្យពួកគេនឹងចូលសង្រងនឹងគ្នា Blade របស់យើងនឹងនៅពេលដែលឃើញគេមកបែបនេះគឺគាត់បានណែនាំឈ្មោះទៅប្រាប់គេទៀតហើយនាងក៏បានណែនាំឈ្មោះនាងប្រាប់ទៅកាន់គេវិញផងដែរថានាងនឹងមានឈ្មោះថា Sophie នៅពេលនោះផងដែរអានដែររបស់យើងនឹងនាងក៏បានហៅលោកគ្រូមកនាងក៏បានប្រាប់ទៅលោកគ្រូថានាងនឹងចង់សាកល្បងសមត្ថភាពរបស់ Blade របស់យើងនឹងឯងចឹងហើយនាងក៏បានឲ្យលោកគ្រូនឹងទៅជួយរៀបចំឲ្យនាងផងនៅពេលនោះរបស់ក៏បានរៀបចំរួចហើយវាគឺជាអាវក្រោះដែកមួយនឹងឯងពេលនោះ Agnes ក៏បានប្រាប់ទៅ Blade យើងថាឲ្យគាត់នឹងបំបីអាវក្រោះនឹងឲ្យបានព្រោះថាសិស្សដែលនៅទីនេះទាំងអស់គឺសុទ្ធតែអាចបំបីវាបាន Blade របស់យើងនៅពេលដែលបានលើបែបហ្នឹងហើយគឺគាត់មិនចាំទុកយូរជូរប្អូនមិនដែរគាត់ក៏បានបញ្ចូលធម្មពលខ្យល់ដ៏ខ្លាំងទៅកាន់ដាវរបស់គាត់ស្នេតមួយនេះដែរមានឈ្មោះថា Dragon Inter ហើយធម្មពលនៃស្នេតមួយហ្នឹងគឺវាពិតជាខ្លាំងមែនទែនដែលធ្វើឲ្យអាវក្រោះមួយហ្នឹងរលាយខ្លាយទៅជាផែនតែម្ដងប៉ុណ្ណឹងវាក៏បានហោះទៅកំទេចជាងអស់មួយប្រឡោះធំទៀតផងអ្នកឈរមើលគាត់ពីខាងក្រៅហ្នឹងគឺថាម្នាក់ហ្នឹងប៉ើងបះដៃបះជើងខ្ទេចអស់ហើយបីតែអាននេះរបស់យើងហ្នឹងគឺកៅអៅរបស់គាត់ហ្នឹងគឺដាច់អស់រលីងតែម្ដងនាងក៏បានឆ្ងល់ដែរថាគាត់ហ្នឹងគឺជាអ្នកណា Blade របស់យើងហ្នឹងក៏បានឆ្លើយទៅថាគាត់គ្រាន់តែជាមនុស្សធម្មតាតែប៉ុណ្ណោះនៅពេលដែលមកសម្រាប់បានមកដល់គឺថា Blade របស់យើងហ្នឹងគឺបានទៅអង្គុយតុជាមួយនឹងអាននេះនឹងឯងហើយគាត់ក៏បានហៅមិត្តភក្តិក៏ប្រមាណអ្នកហ្នឹងឲ្យមកអង្គុយជាមួយដែរប៉ុន្តែក៏ត្រូវបានពួកគេហ្នឹងបដិសេធ Blade របស់យើងក៏គាត់រៀងឆ្ងល់តិចដែរនៅពេលដែលបានឃើញ Blade ឆ្ងល់អញ្ចឹងអានេះក៏បានប្រាប់ទៅ Blade ថាតុមួយហ្នឹងគឺនាងជាអ្នកកក់នឹងឯងអញ្ចឹងហើយអត់មានអ្នកគេមកហ៊ានអង្គុយកន្លែងហ្នឹងទេដោយសារតែគេរកគ្នាហ្នឹងគឺគេខ្លាចនាងនឹងឯងនៅពេលដែល Blade កំពុងអង្គុយញ៉ាំអាហារគាត់សុខហ្នឹងអានេះក៏បានយកមកវិញនៅអ្វីដែលនាងនិយាយទៅកាន់គាត់នៅពេលដែលឃើញនាងស៊ូបែបហ្នឹង Blade របស់យើងក៏ចង់ងាំងដែរព្រោះថាគាត់នឹងអាចចាំអ្វីទេនៅអ្វីដែលនាងបាននិយាយតែគាត់អរគុណនៅពេលដែលនាងការពារមកកាន់គាត់នៅពេលនេះពួកយើងកំពុងតែញ៉ាំអាហារថ្ងៃត្រង់ជាមួយនឹងគ្នាឆ្នេះពួកយើងគឺជាមិត្តនឹងគ្នាហើយស្ដាប់ឮបែបនេះហើយអាណានាងអៀនមុខឡើងក្រហមតែម្ដងរួចនាងក៏បាននិយាយទៅកាន់ Blade របស់យើងថានាងគ្មានបញ្ហាទេក្នុងការធ្វើមិត្តជាមួយនឹងគាត់សាច់រឿងក៏បានកាន់មកនៅពេលយប់ឡើងយើងក៏បានឃើញអានេះនឹងនាងដេកប្រកាច់ប្រកិនម្នាក់ឯងដោយសារតែនាងរំភើបខ្លាំងពេកនៅពេលដែលនាងបានរាប់អានមិត្តភក្តិជាលើកដំបូងនៅពេលនោះយើងក៏ស្រាប់តែបានឃើញដារបស់អានេះនឹងចាប់ផ្ដើមរង្គើរឿងក៏បានកាត់មកនៅអតីតកាលយើងក៏បានឃើញអានេះដែលនៅពីទូចនឹងនាងក៏បានដើរទៅកាន់ដាវចម្លែកមួយរួចក៏បានធ្វើឲ្យសក់របស់នាងនឹងប្រែទៅជាពណ៌ក្រហមតែម្ដងចាប់តាំងពីថ្ងៃនោះមកនាងតែងតែលឺសំឡេងមួយដែលប្រាប់ឲ្យនាងនឹងកំទេចអ្វីៗគ្រប់បែបយ៉ាងរឿងក៏បានកាត់មកនៅពេលបច្ចុប្បន្នយើងក៏បានឃើញអានេះនឹងកំពុងតែប្រកួតគ្នាជាមួយនឹងបុរសម្នាក់ដែលមានឈ្មោះថា Leonard នៅពេលនោះគេក៏បានប្រើស្នាលំពេងដ៏ខ្លាំងរបស់គេនឹងហោះចូលលើប៉ុន្តែអានេះរបស់យើងនឹងគឺគាត់បានផ្ដួលគេត្រឹមតែមួយដាវតែប៉ុណ្ណោះដែលធ្វើឲ្យគេនឹងប៉ាងហោះទៅលើមេឃនឹងចង់10ម៉ែត្រហើយអ្នកដែលចូលប្រកួតបន្ទាប់ហ្នឹងនាងគឺជា Sophie ឃើញថាការប្រកួតមួយនេះពួកគេបានវាយស្មើដៃគ្នាល្អណាស់ប៉ុន្តែមួយសន្ទុះក្រោយមកអានេះរបស់យើងនឹងក៏បានហក់ឡើងទៅលើនាងក៏បានប្រើស្នៀតដាវភ្លើងរបស់នាងនឹងដាក់ទៅកាន់ Sophie នៅពេលនោះផងដែរ Sophie ក៏បានទទួលការចោះចាញ់អ្នកដែលចូលមកប្រកួតបន្ទាប់ហ្នឹងគឺជា Blade របស់យើងនឹងឯងតែមិនទាន់តែបានប្រកួតផង Sophie ក៏មានធម៌ពលអ្វីមួយយ៉ាងហ្នឹងដែលធ្វើឲ្យនាងភ័យរួច
នាងក៏បានស្លាប់បាត់ទៅក៏បានកាត់មកនៅក្នុងមន្ទីរពេទ្យគ្រូពេទ្យក៏បានប្រាប់ទៅប៉លែតថាអាណេះនឹងនាងត្រូវបណ្ដាសាដូច្នេះហើយគ្មានអ្វីដែលឲ្យនាងអាចជួយអាណេះបានទេនោះអាណេះនាងក៏បានដឹងខ្លួនទៅវិញហើយនាងមិនចាំពីអ្វីដែលនាងបានធ្វើទេនៅពេលនោះផងដែរនាងក៏បានសួរទៅប៉លែតថានាងនឹងបានធ្វើអ្វីដែលអាក្រក់អត់ពេលនោះប៉លែតក៏បានប្រាប់ទៅនាងថានាងបានស្លាប់ខណៈពេលដែលនាងរៀបបញ្ជូនជាមួយនឹងគាត់ពេលនោះនាងក៏បានក្រោកឬក៏ចង់ចាក់ចេញពីកន្លែងនេះប៉ុន្តែអ្នកគ្រូពេទ្យក៏បានណែនាំទៅកាន់នាងថាឲ្យនាងសម្រាយបានច្រើនតែនាងមិនស្ដាប់ឬក៏ឲ្យអ្នកគ្រូពេទ្យចាក់ចេញពីផ្លូវនាងប៉ុន្តែអ្នកគ្រូពេទ្យគាត់មិនព្រមពេលដែលឃើញពួកគេប្រកែកគ្នាបែបនេះប៉លែតរបស់យើងក៏ស្ម័គ្រចិត្តមើលថែអាណេសហើយអ្នកគ្រូក៏យល់ព្រមឲ្យពួកគេទៅនៅពេលដែលកំពុងដើរតាមផ្លូវប៉លែតរបស់យើងក៏បានជួយគ្រាអាណេសផងដែរប៉ុន្តែនៅពេលដែលបានឃើញសិស្សពីរបីនាក់នៅត្រង់នោះនាងក៏ឲ្យប៉លែតហ្នឹងដកដៃចេញនាងក៏បានប្រាប់ទៅប៉លែតថានាងអាចដើរដោយខ្លួនឯងបាននាងបានប្រាប់គាត់ទៀតថារឿងដែលនាងមានបញ្ហានៅក្នុងថ្ងៃនេះកុំឲ្យគាត់ដើរប្រាប់អ្នកណាឲ្យសោះប៉លែតក៏គាត់បានឆ្ងល់ពីអាកប្បកិរិយារបស់នាងផងដែរនៅពេលយប់បានមកដល់ប៉លែតគាត់ក៏បានចូលទៅឆែកទៅនៅនៃរបស់សាលាបានស្វែងរកពីប្រព័ន្ធដើរបិសាចរបស់អាណេសរបស់យើងនឹងឯងហើយគាត់ក៏បានដឹងឈ្មោះថាដើមបិសាចនឹងមានឈ្មោះថា Asmodeus នៅពេលនោះប៉លែតក៏បានទៅជួបអាណេសឬក៏បានប្រាប់នាងថាគាត់ចង់និយាយពីអ្នកនាងពេលនោះអាណេសក៏បានគិតថាប៉លែតនឹងចង់គំរាមកំហែងនាងនាងក៏បាននិយាយទៀតថាប៉លែតនឹងប្រហែលជាចង់បានតំណែងជាសិស្សកំពូលរបស់នាងហើយប៉លែតក៏បាននិយាយថាគាត់មិនដែលខ្វល់ពីតំណែងឲ្យទាំងនឹងទេឬក៏បានបបួលនាងទៅនិយាយគ្នានៅកន្លែងផ្សេងពេលទៅដល់កន្លែងមួយហើយប៉លែតរបស់យើងក៏បាននិយាយថាគាត់បានដឹងពីអត្តកម្បាំងដើមបិសាចរបស់នាងគាត់ក៏បានដឹងទៀតថាដើមបិសាចមួយនឹងបានផ្ដល់ធម្មពលដ៏ខ្លាំងដល់ម្ចាស់របស់វាតែម្ចាស់របស់វាក៏មិនអាចគ្រប់គ្រងវាបានពេញលេញដែរគាត់ក៏បានសួរទៅអាណេសថាហេតុអ្វីបានជារឿងទាំងអស់នេះកើតឡើងចំពោះនាងពេលនោះអាណេសក៏បានប្រាប់ទៅប៉លែតថាកាលពីនាងនៅតូចគឺនាងបានឃើញដើមមួយនឹងសន្តិដ្ឋក្រោមការការពាររបស់គ្រួសាររបស់នាងហើយនាងក៏បានប្រាប់ទៀតថានៅពេលដែលនាងបានយកដៃទៅកាន់ដើមមួយនឹងបានធ្វើឲ្យស្មារតីបិសាចហូរចូលទៅក្នុងខួរក្បាលរបស់នាងឬក៏បានបញ្ជានាងឲ្យបំផ្លាញអ្វីគ្រប់បែបយ៉ាងតែនាងបានប្រឆាំងជាមួយនឹងវារហូតដល់សប្តាហ៍ថ្ងៃនឹងឯងពេលដែលប៉លែតបានដឹងសេចរឿងហើយប៉លែតក៏ប្រាប់ឲ្យនាងនឹងគ្រប់គ្រងដើមបិសាចមួយនឹងប៉ុន្តែនាងមិនហ៊ានដោយសារតែនាងខ្លាចនៅពេលដែលនាងបរាជ័យទៅខ្លាចវិញ្ញាណដែលនៅក្នុងដើមបិសាចនឹងរស់ឡើងវិញតែប៉លែតគាត់ក៏បានអះអាងថាបើវារស់ឡើងវិញចាំគាត់ជាអ្នកសម្លាប់វាយប់នោះអាណេសក៏បានស្រែកហៅអាស្មូឌៀសដែលត្រូវជាដើមបិសាចនឹងដើម្បីចុះកិច្ចសន្យាជាមួយនឹងនាងបានបញ្ចេញវាដើម្បីឲ្យធ្វើតេស្តកម្លាំងរបស់នាងនោះយើងក៏បានឃើញថាមពលអណ្ដាមភ្លើងដ៏ខ្មុះខ្មាញ់បានបញ្ចេញមកនៅពេលនោះវាក៏បានបញ្ជូននាងទៅជួបជាមួយនឹងអាស្មូឌៀសទៅបានជួបគ្នាភ្លាមពួកគេទាំងពីរក៏បានបញ្ចេញធម្មពលដាក់គ្នាតែម្ដងរីឯនៅខាងក្រៅនេះវិញយើងក៏បានឃើញបិសាចមួយបានចេញមកគ្រាន់តែចេញមកភ្លាមគេបានទៅវាប្រហារប៉លែតរបស់យើងនឹងភ្លាមតែម្ដងតែប៉លែតរបស់យើងគឺគាត់អាចកំចាំគេបានយ៉ាងងាយស្រួលខាងអាណេសនេះវិញនឹងក៏បានបញ្ចេញដើមមួយដើម្បីទប់ទល់ជាមួយនឹងអាស្មូឌៀសនៅពេលដែលឃើញបែបនោះអាស្មូឌៀសគេក៏បានប្រើធម្មពលបំបីចង្វាក់នៅការឃុំឃាំងរបស់គេនឹងរួចគេក៏បានប្រើធម្មពលដ៏ខ្លាំងដើម្បីវាយប្រហារទៅកាន់អាណេសវិញដូចគ្នានោះធម្មពលដ៏ខ្លាំងរបស់ពួកគេទាំងពីរនឹងក៏បានប៉ះទង្គិចគ្នាបណ្ដាលឲ្យភ្លើងដែលនៅខាងក្រៅនឹងគឺចាប់ផ្ដើមរលត់ពេលដែលភ្លើងបានរលត់អាណេសក៏បានធ្លាក់ចេញមកប៉ុន្តែត្រូវបានប៉លែតនឹងក៏ទៅជួយបីតនពួកគេទាំងពីរក៏បានសប្បាយចិត្តព្រោះថាអាណេសនឹងគឺអាចត្រឡប់មកវិញបានចាប់តាំងពីថ្ងៃនោះមកអាណេសចរិតរបស់នាងគឺបានកែប្រែទាំងស្រុងពីមនុស្សកាចឆ្នេះប្រែទៅជាមនុស្សដែលរស់រាយរាក់ទាក់វិញប៉ុន្តែនៅពេលដែលគាត់ឃើញបែបហ្នឹងគាត់ក៏បានញញឹមហើយសាច់រឿងភាគទី1របស់យើងក៏បានកាត់បញ្ចប់ទៅត្រឹមនឹងឯងចុងក្រោយខ្ញុំសូមអរគុណនិងសូមជម្រាបសួរបាយបាយ